Hello សួស្តីអ្នកទាំងអស់គ្នាពីមនុស្សបរាជ័យម្នាក់សកម្មភាពដាក់សម្បុកពងទានេះជាលទ្ធផលដែលមិនព្រមទៅធ្វើការខំរៀនដល់ណាដល់ណីរហូតបញ្ញាបត្រតែទីចុងបញ្ចប់ត្រូវបានគេថាមកធ្វើការងារកសិកម្មនេះគឺតិចតួចទេចេញពីនៃភាពបរាជ័យរបស់មនុស្សម្នាក់វាមានអីនិមន្តថាគិតថារៀនចប់មានធ្វើការងារ4 5ឆ្នាំបានលុយយកមកបង្កើតការងាររបស់ខ្លួនឯងតែការគិតរបស់មនុស្សម្នាក់វាអត់បានដូចបំណងនេះបងប្អូនត្រូវបានបរាជ័យក៏ព្រោះតែការរស់ស៊ីធ្វើឲ្យមនុស្សម្នាក់បាក់ទឹកចិត្តគ្មានស្មារតីនៅក្នុងខ្លួនគ្មានកម្លាំងចិត្តរហូតคล้ายទៅជាមនុស្សម្នាក់ដែលគេហៅថាអាប្រមឹកក្នុងភូមិបទពិសោធន៍អ្នកផើបទពិសោធន៍ត្រូវបានគេមើងងាយបទពិសោធន៍ត្រូវបានគេមិនឲ្យតម្លៃកាលពីមុនបើនិយាយពីរឿងមនុស្សស្រីសឹងតែម៉ែគេឲ្យលើកឲ្យដៃពីរបែបតែមិនអត់ទេមនុស្សស្រីដែលស្រឡាញ់នោះអតីតកាល10ឆ្នាំមុនណាប៉ុន្តែ10ឆ្នាំក្រោយ0អូនឲ្យដឹងកុំចិត្តតែហ៊ានអូនប៉ុន្តែមិនធ្វើនៅមានដង្ហើមនៅមានជីវិតនៅទៅមុខទៀតបានទោះបីថាគេមិនឲ្យតម្លៃត្រូវគេមើលមកយើងថាជាមនុស្សមិនល្អត្រូវញាតិមិត្តបងប្អូនគេគិតថាយើងឈួតវង្វេងរៀនដល់ណាដល់ណីចេះដល់2ភាសាដែរតែមកធ្វើស្រែធ្វើចំការមួយចិញ្ចឹមមាន់ចិញ្ចឹមទាអត់ប្រយោជន៍បើទៅធ្វើការមួយខែ500 1000អីហ្នឹងប៉ុន្តែធ្វើម៉េចបើយើងបរាជ័យក្នុងកិច្ចការងារហើយយើងត្រូវតែខំស៊ូទៅមុខទៀតបរាជ័យក្នុងពេលនេះត្រូវគេមិនឲ្យតម្លៃក្នុងពេលនេះពេលថ្ងៃក្រោយគេនឹងសរសើរមនុស្សពេលដែលយើងធ្លាក់ដល់បាតគេតែងតែមិនឲ្យតម្លៃមិនថាមិត្តភក្តិមិនថាបងប្អូនប៉ុន្តែខ្ញុំមិនខឹងទេមិនអន់ចិត្តទេព្រោះវាជារឿងពិតអ្វីខ្ញុំបានដឹងមុនខ្ញុំបានរៀនមកខ្ញុំដឹងហើយខ្ញុំប្រឡូកក្នុងពុទ្ធសាសនាក៏ខ្ញុំដឹងខ្ញុំប្រឡូកក្នុងភាពជាមនុស្សធម្មតាគេថាជាប្រសក់ឧបាសកណាជាប្រសក់គឺថាជាមនុស្សធម្មតាក៏ខ្ញុំជួបប្រទេសអស់តែមនុស្សគឺអញ្ចឹងពេលដែលយើងធំថ្កើងពេលដែលយើងមានតម្លៃគេតែរត់មករយយើងពេលដែលយើងអស់តម្លៃពេលដែលយើងគ្មានអ្វីសោះគេតែងតែគិតថាយើងមិនល្អយើងធ្វើអីក៏ខុសធ្លាប់ជួយគេក៏គេមិនឲ្យតម្លៃយើងធ្លាប់ជួយគេឲ្យបានធ្វើការគង់ពោះមានបានក៏គេមិនឲ្យតម្លៃយើងមិត្តភក្តិធ្លាប់តែជួបគ្នាស្រឡាញ់គ្នាក៏គេមិនវាជារឿងពិតរបស់ជីវិតបែបនេះប៉ុន្តែខ្ញុំមិនអន់ចិត្តទេមានជីវិតត្រូវប្រឹងទៅមុខទៀតអ្នកណាស្គាល់អ្នកណាមិនស្គាល់គឺអត់ជីវិតមានតែប៉ុណ្ណឹងអូខេបាយបាយ